នៅ early វាតិចទេហើយណាមួយ logic គេមិនចង់យក damage នឹងទៅបោកមក hero ដែរលើ hero này hero ធំគេសុខចិត្តដាក់គប់នៅ team fight ដើម្បី annoy enemy ឲ្យបើចោល cold position គឺចេញរូបភាព double យិនយ៉ាងឬ triple យិនយ៉ាងដើម្បីនៅ team fight នឹងច្រើន game នឹងឈ្នះយកបាទជួយ រ៉ូមែនដែរបាទអញ្ចឹងឥឡូវក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គូទី2ក៏ដូចជា game ទី3ផងដែររវាង Spin the Gun ប៉ាជាមួយនឹង Locha Gaming ជាមួយនឹង game ទី3អ្នកដែលឈ្នះនឹងយកកៅអីតឡាំង Grand Final ជួបជាមួយនឹង TDN យ៉ាសេកេមួយស្មើជាប់ជាមួយនឹង Stan កន្លែងនេះអាចធ្វើការដកថយបានដែរទេជាមួយនឹងការប្រើ Spin ប៉ុន្តែសមម្ដាយចុងក្រោយចូលទៅមាន Make Reduction 35% ដែរអត់បញ្ហាទៅលើ Shaky អូណាមួយ Spire cooldown វាលឿនដែរហើយ S2 បើគាត់ផាយអាកាត់ cooldown ទៀតចឹងតែអ្វីដែលសំខាន់គាត់ off Purify មួយបើអត់មាន Purify មិនដាច់យកហ្មងបាទចាំមកបែតធ្វើឲ្យជាមួយនឹងរូបភាពកាត់ឡើងបើមិននេះគឺរៀងធ្ងន់ដែរពី Shaky ប៊ីសនឹងដាច់ First Blood បាទអូឈឺយកតែមែនតើមិនប៊ីនឹងចូលវាយបដោនៅក្នុង First Blood ក៏ស្តាមចាំ Selena Zenet Skin Zenet No Fizen Selena Zenet អូសំខាន់បាញ់មិនជាមួយនឹងការ trade បានមក Jungle បងបាទយក Jungle មក invest ទៅហ្នឹងអូបើយើងកាត់ cooldown ពី Zen អូយ Zen ហើយសោយលេងជាមួយនឹងសភៅទៀតនេះបាទមើល game នេះធ្វើការដាក់ check map មួយជាមួយនឹងការជាប់ចោលឬក៏ចំលោះយើងលេង frame ស្មៃចឹងឥឡូវចេះបើសិនជាយើង 2 CG ខុសគ្នាយើងនឹងចូលយិនយ៉ាងដល់បើយិនយ៉ាង triple យិនយ៉ាងបាទតែបើយើង CG តែមួយត្រែគឺ logi នឹងឡើងឈាមសមកកណោហើយនឹងឡើងឈាមក្រហមឈាមស៊ីនណា6% ពីខប្រេវស្មៃចឹងមកន័យថា logi នេះជា logi ដែលឈរគប់មួយយើងបានវ៉ាវចឹងបើសិនយើងវិភាគទៅ logi នេះយើងកុំឲ្យគាត់គប់យើងបានតើយើងកិច្ចការគប់របស់គាត់បើយកកិច្ចការគប់របស់គាត់យើងស៊ីក៏គាត់បានដែរបាទព្រោះគាត់ឡើងឈាមច្រើនត្រាំត្រូវ logi នេះលេតរៀមខ្លាំងនេះ logi ប្រេវស្មៃបាទតិចមើលងាយឈរគប់ឡើងឈាមច្រើនបើបាទចាំជាមួយនឹង Goland ប៉ះគ្នាបន្តិចបន្តួចក៏ដូចជាមួយនឹង Strike Call គឺគាត់អត់មានបញ្ហាទេសម្រាប់ Moscow នៅ early game ក៏មិនសូវឈឺអីប្រហែលដូចគ្នាបាទប៉ុន្តែជាមួយនឹង Total ក៏មានការ spawn មកយើងមើលជាមួយនឹង Experience Land ធ្វើការក្រុម10ជាមួយនឹងការយក level បន្ថែមទៀតផងដែរពីវត្តមានរបស់ខាង team Locha បាទចឹងគ្នាបើយើងនៅក្នុង comment មើលអ្នកគ្នាគិតថា game នេះ Locha game ឈ្នះឬក៏ Spin the Gun ទទួលបានជោគជ័យអូយ៉ាមកยิงយ៉ាងជាប់ stand by Sen ធ្វើការឈូសចាប់ពីកាបូនធ្វើការដាច់ជាមួយនឹង First Ball យកទៅជាមួយនឹងការម៉ាត់ប៉ុន្តែបានទៅលើ 3 like shooting ទេជាមួយការក្រាក់ទេយកទៅជាមួយការជាប់ស្តាន់កន្លែងនេះចាយ flicker មួយប៉ុន្តែពីសាមេតសមម្ដាយចុងក្រោយអនុការគប់ស្តាន់ឆាបខ្វាយម្ដាយចុងក្រោយអត់ដាច់ទេទៅលើសាមេតធ្វើការឈោដកថយរួចខ្លួនផងដែរបាទជេបណ្ដោយចាំព្រាមគឺជាមួយនឹងការយកទៅថក៏ដូចជាមួយ kill ផងដែរពីសមាជិក Locha Gaming ប៊ីនឹងបានមកគេទៀតទៅលើ submit ដូចគ្នាបាទអញ្ចឹង game ដែលមានជាមួយនឹង Goland ជាវ៉ាន់ game ហ្នឹងគឺជា game ដែល late game មែនតើហើយជាមួយនឹង early game គឺពិបាកលេងមែនតើដោយសារតែវ៉ាន់វាមាន damage early តិចប៉ុន្តែត្រូវចាំវ៉ាន់វាជា role late game មែនតែវា late game មិនខ្លាំងមួយ LT ហ្មងនេះខ្លាំងមួយ base តាព្រោះ LT វាពិបាកអូឲ្យចេញហើយដល់ពេលដែលចេញអ្នកដែលនៅមុខហ្នឹងមកគេមានជីវិត2ឬ win the ground សត្វកាត់តឬក៏ spell flick ទៅផុតដៃវាយលេខដល់ដិតធ្លាក់មកដីវិញទៀតចង់វាខ្លាំង base តាទេប៉ុន្តែទទួលស្គាល់មក base តាមួយ Moscow late game បាទលបឿនគប់ដូច Moscow គប់លឿនជាងបាទហើយ Moscow វាគប់បដាលូតគប់ពេញអា skill 1វាមិនលូត skill 1វ៉ាន់គប់ផងលូតផងមែនប៉ុន្តែក៏នៅតែមិនអាចចំណេញជាមួយនឹង Moscow មកដែរហើយ Moscow ចង់ក្រោយផុតអា rank បាញ់មកវាឆ្ងាយវាមិនចិត្តដល់ផាត់ចាស់នោះទេចឹងមានត្រាស់មួយនេះមានអារម្មណ៍ទៅបីចេញវ៉ាន់ free LT ទៅលើ high loss តែក៏ពិបាកដូចគ្នាចឹងជាមួយថាការឆ្នៃនៅ spell emblem នឹង item របស់គាត់តែគាត់នឹងធ្វើយ៉ាងម៉េចដូចគ្នាហើយជាមួយថាវ៉ាន់នេះនឹងជាវ៉ាន់មួយដែលមានជាមួយនឹងដាវខ្មៅដែរទេខ្ញុំគិតថាត្រូវតែពេលឲ្យដាវខ្មៅដើម្បីសួរវាយជាមួយនឹង high loss ណាយកឈាម high loss ធ្វើជា damage បាទចាំព្រាមមានមួយគ្នានៅក្នុងដៃនោះទេ game មិនតាន់លើលុយមិនតាន់លើ level អីច្រើននេះខ្ញុំណែGoland នៅ farm ចេញពី strike call បើសិនជា Goland នៅ farm ចេញឱកាសយកលុយទៅកាន់ late game គឺនៅតែមានចូលគុំមក stand គប់ stand បានល្អខ្លាំងមែនតើពីសែនតែលោឈាមឲ្យចង់ clear ពី land តែឲ្យជាប់ stand strike call ហើយមានបញ្ហាដែរទេជាមួយការគប់ stand មកត្រូវហើយសែនខ្វាច់មួយញ៉ាំលុយសតយកតែម្ដងសាមីឲ្យមានបញ្ហាជាមួយការម៉ាត់មក ESP land ធ្វើការដាច់ជាមួយនឹង San Francisco យកតែម្ដងជាមួយនឹងការប្រើ ultimate ក្តារទេជាមួយនឹងការ cover គ្នាផងដែរពីឥឡូវយល់សមាជិកជេងតែមកដែរទេជាមួយនឹងការមកខាតពេលវេលាបាត់ហើយឲ្យផងយកលុយតអូជុំមកបានអត់បានន័យគឺចយយើងមិនមាន AC ទេយើងមាន AC ចយទេយើងត្រូវដឹងយើងបងហើយចយគេដាក់ LT ហើយអា temporary range វា set skill ទី1ទី2គេនៅរត់តទៀតហ្នឹងហើយអូយមិញវាយផមយកលុយអែមស្រែមានមិញមកវងត្រូវវាយបានលុយទាំងអស់ហើយវាយផមដាច់ shield ហើយលុយមកកណោយកមកបាទមកមិញខ្ញុំទៅរកតែចាំតែតគួរនិយាយចំខ្ញុំទៅសើហ្មងថាមិញខាន Goland ធ្ងន់ដោយសារ Goland គាត់ទៅងាប់នៅ mid ហើយ Goland គេកំពុងតែបុក clear land ក្រោមហើយវាយផមយកលុយ shield ទៀតបាទអូយប្រហែលជាគាត់អាចចង់ផ្លាស់បដូរជាមួយនឹងសាយគាត់ចង់ទៅ top lane វិញអូយ
ចាំគប់មកបណ្ដាគប់ដើរទៅគប់មកដើរទៅបណ្ដា ថឹកមកហ្នឹងហើយ ហ្នឹងហើយព្រោះដល់3ម៉ោងថតចេញហ្នឹង លើក្រោយធ្វើទៀតហើយ KC មួយដើម្បីងាប់កើតមកដើរទៅ អត់ទេមិនចង់និយាយ strike call ទេចង់និយាយសាគីគាត់គប់អាតមែតមកដើម្បីរត់ថេតយកហ្មងរត់ថេតដើរទៅលើយកហ្មងខ្ញុំមិនជឿបាទមិនដឹងដែរព្រោះដល់មកឥឡូវបើគិតទៅជាមួយនឹងការវាយគាត់ early game វាយគេមិនជឿអូយអត់មានន័យតែវាយប៉មយកលុយឲ្យអស់សាច់មកមិញស៊ីមីនៀនមកវាយទៀតមកឬខនទៅទៀតអត់ខាត់មីនៀនទេហើយដើរទៅលើយកមីនៀនមកវាយទៀតមកម៉ាយលុយទៅទឹកហ្នឹងហើយបើថាគប់អាទីចំអ្នកឈរលើមក the best បាទគប់អាទីម្នាក់កដាណាត្រឹមត្រូវបាទចាដឹងដែរជាមួយនឹងការលេងរបស់ Zaki នេះគ្នាចាំព្រៀបដល់ឆា gaming ឱកាសនៅ early គាត់មានព្រៀបជាងហើយជាមួយនឹងការលេងតែដូចបាននិយាយអញ្ចឹង let game ធ្វើ the make one inster សម្រាប់ spin the gun ប៉ុន្តែ the make logic ច្រើនបាទឥឡូវចាំមើល let game ខ្ញុំមានអារម្មណ៍ថារបស់ spin the gun let game ចាំមើលអ្វីគាត់អាចលេងបានទី1 ដាក់បារាំងទៅ back step កោគេពេលគេពងញ៉ៃវ៉ាន់វាយយក LT ហើយបើគេជុំមើលអូ logic យីយ៉ាងមានតែប៉ុណ្្នឹងហើយចោយលេងខ្លួនឯងតែបើសម្រាប់តារារបស់ Lord Cha Gaming វិញគេត្រូវឆែក map ឲ្យឃើញរហូតហ្មងថា logic ពងធ្វើគេបើសិន logic ដាក់ LT ក៏ត្រូវដឹងដើម្បីកុំឲ្យ logic ធ្វើការដាក់ LT រឿងមកប្រកបតែបាក់ឆែកដែរព្រោះ logic គេដាក់ LT បានឆ្ងាយជាមួយនឹង teleport របស់គាត់អញ្ចឹងអីដែលអាចធ្វើបានគឺ Zen អង្គុយ spam stun ជាមួយនឹង High Loss គឺជាអ្នកបើក map ប៉ុន្តែ Moskau ចាំវាយជាមួយនឹង back step ចាំមើលថា late game win a nature ម្នាក់មួយតើ Seki ឬក៏ strike call គឺជាអ្នកឈ្នះហើយក្នុង team fight នេះទាំង San Francisco ទាំង I love you ស្មាជីងគឺ free LT ទៅលើវ៉ាន់របស់ strike call បាទស្បែកបាយលឿនទៀតអែមស្រែហ្នឹង បាទចាឥឡូវភ្លាមយករំពឹងទៅលើជាមួយនឹង Darius ដូចគ្នាដែរអូពីសែនធ្វើការជាន់ជាមួយនឹង Ultimate ដែរទេពី San Francisco ក៏ដូចជាកន្លែងនេះជាមួយការជាប់យ៉ាងមិនអាចចុងក្រោយអាចមានបញ្ហាជាមួយនឹងការទាត់ flick ដែរទេពី Summit ប៉ុន្តែទុកមក bet ទៅគ្នាព្រោះរសារគាត់មាន purify អូដឹងដែរហោះទៅស្ទុយបាទជាប់ stand ប៉ុន្តែហ៊ានចូលទៅទេព្រោះរសារ Darius ធ្វើការ gain map យកតែម្ដងប៉ុន្តែយើងមើលជាមួយនឹង Sen នៅក្នុង game គឺសបាច់គប់ឆៃមែនតើហើយស្បែកជើងគូដោនបោកទាំងសភៅទៀតគប់ដល់តែភ្លុះបេះដូងយកតែម្ដងបាទ Darius គាត់យក skill ទី2របស់គាត់ដូចជូរចឹងគាត់យក skill ទី2របស់គាត់មានឈាមសទៅជន់ចៃខ្ទេចបាទជន់មកលោតឈាមសអត់អស់ឈាមទេបាទតែនៅតែញ៉ៃនៅតែ annoy នៅតែ slow នៅតែគេឃើញមកយ៉ាងបាទចាឥឡូវយើងមានតែងាកទៅកាន់ game បន្តទៀត game នេះឱកាស late game គឺខ្ពស់មួយ late game មកស្កៅមួយទៀត late game វ៉ាន់នៅនឹង logic មានអារម្មណ៍ថា spin the gun late game ដូចជាមានអីលេងច្រើនជាងបាទអូយគប់ stand ត្រង់មែនតើពីសែនអាចមានបញ្ហាដែរទេជាមួយនឹងការចាប់ទៅលើ Summit ប៉ុន្តែ Summit ក៏ load ឈាមដូចគ្នា game នេះជាមួយនឹង Total ទី3ហើយអាចនឹងបានទៅលើអ្នកណាចេះយើងក៏មិនទាន់បានឃើញដូចគ្នាក៏ដូចជាកន្លែងនេះជាមួយការអស់ចេញទៅវិញទៅមកតែម្ដងជាមួយនឹង Total មួយនេះមានអារម្មណ៍ថាយើងវិលមុខជាមួយនឹងសមាជិកធីមទាំងពីរមែនតើដើរខ្មៅចេញមកនោះអញ្ចឹងស្រួលវាយ high loss ណាចាប់ដើមណាបាទយ៉ា midlane សាមដៃចុងក្រោយកន្លែងនេះជាមួយនឹង Saki ក៏មានការដកថយក៏ដូចជាកន្លែងនេះជាមួយនឹង strike call ក៏រៀង low ឈាមដូចគ្នាអញ្ចឹងតែជាមួយនឹង San Francisco ក៏ដូចជា Total មួយនេះប្រហែលជាមិនបានទេកាត់ load ដល់ឥឡូវហើយវ៉ាន់ចេញតែគុណដៃមួយទៀតសบายវាយ high loss នេះបាទទៅហើយគប់ stand មួយគប់អត់ត្រូវទេជាមួយនឹងការ បានទៅលើ Trust Half Body ផងដែរក៏ដូចជាមានការដកថយមកដែរកន្លែងនេះជាមួយនឹងការចូលទៅអត់បានចូលទៅទេបាទអញ្ចឹងបើយើងនិយាយជាមួយនឹងវត្តមានរបស់អូឈូ hack map ដល់ក្នុងឃើញ map តត flick មកបើបំទាត់អត់ទាត់ទេប៉ុន្តែ T1 trade ក៏មានការយកបានក៏ដូចជាមានការ trade មកវិញផងដែរមានក៏កោះជាមួយនឹងបាន T1 នៅផ្លូវបតំឡែនផងដែរបាទឥឡូវយើងងាកទៅកាន់វ៉ាន់ចំណុចល្អដែលគាត់យកវ៉ាន់នេះមួយគឺគាត់បើក Selena គេដោយសារគាត់ដឹងថាវ៉ាន់វាស្ថិតនៅក្នុងប្រភេទ Marksman ដែល late game វាអត់ fail របស់ Selena late game គឺ spam stand ចោលបើសិនចំមកយើងចាំលើទី1 Purify ចាំលើទី2គេវាយងាប់ហ្នឹងតែដល់ពេលយើងអូយទាត់មួយហើយ Purify បាត់ហើយប៉ុន្តែយើងមើលជាមួយនឹង Summit បណ្ដាច់ចុងក្រោយជាមួយនឹងការឆៃ flicker ប៉ុន្តែយើងមើលជាមួយនឹង Darius ក៏មានការម៉ាត់យកតាមដងជាមួយនឹង I love you so much ជាងក៏ដូចកន្លែងជាមួយការដកថយឡើងអាត្មាយកតាមដងជាមួយនឹង Stray Like City ប៉ុន្តែឡើងអាទីវាយគេមិនដាច់ទេក៏ដូចជាមានការចូលតាមក៏អាត្មាយកតាមដងជាមួយនឹងការវាយក្នុងផ្ទះពី Saki triple kill បានឬក៏មិនបានសមបណ្ដាច់ចុងក្រោយអត់ហ៊ានចូលទៅទេលំខ្លួនជាមួយនឹង San Francisco ធ្វើការលុតជាន់ជាមួយនឹងការ Ultimate បាត់ដៃដាច់ទៅលើ Pickable ផងដែរ kill 2នាក់តែម្ដងមិនមានជាមួយ triple kill នោះទេជាមួយនឹងការយកជាមួយ Formula ដែលបាននិយាយជាមួយ drama នេះ Tom Only គឺ damage របស់ Lord Cha Gaming គឺសម្បូរអីលេងស្ថា hero early ទាំងអស់វាយបានតាំងពី early ទាំងអស់គាត់ថា Moskau រៀង late តិចតែក៏វាយបានគួរសមដូចគ្នាប៉ុន្តែបើនិយាយពីតារារបស់ Spin the Gun គឺ early ឈឺទេយើងឃើញយើងយ៉ាងមិនក៏មិនឈឺគេដូចគ្នា LT របស់ Van អេសខ្នងយកមកណាមួយ Van ទៅការគុណដៃដែលជា item signature មកសម្រាប់ hero ហ្នឹងគឺទី1វាយឆាប់បាន stack LT ទី2វាគុណអា passive ជាមួយដើរខ្មៅវាយឈឺហើយនឹងមួយទៀតដូចគ្នាគឺធ្វើឲ្យយើងវាយលឿនហក់លឿននេះ
មកណាគាត់ខ្វះកូនណៃនឹងទៀតតែនៅពេលដែលបានកូនណៃនឹងហើយជំរឿនគាត់ពាក់អីគេគាត់មានជំរឿន2ទី1ពាក់ឲ្យ team defense ពាក់កណ្ដាល damage ឧទាហរណ៍ដូចជា Vinnature ឬក៏ដៅភ្លើងតែបើគាត់ពាក់ឲ្យ team damage សុទ្ធខ្ញុំគ្រប់គ្រងព្រោះសារ game នេះអ្នកដែលចូលដល់គាត់ទទួលស្គាល់មានមិនដែរគាត់មាន% free លើដាច់ជាមួយសាមេតទៅមួយបាទហើយក៏ដូចជាមានការក្រាកទេយកតែម្ដងជាមួយនឹង Darius អាចមានបញ្ហាជាមួយនឹងការប្រើ skill តែគប់ជាមួយនឹង stand មួយបណ្ដាពិសេសគប់មិនចំទេទី1អាចយកបានឬក៏បានតែសាកេប្រយ័ត្នលុកខ្លួនបាយជាមួយនឹង Roscoe បាទហើយពីសាកេបាទលត់ជាមួយនឹងឈាមសក៏ដូចជាឡតក៏បានមកដល់ដូចគ្នាមិញឡត respawn ដែលជាឡតទី1ហើយជាមួយនឹងGolan បកក៏កំពុង farm ដូចគ្នាណាជាមួយនឹងGolan បកដូចគ្នាជាមួយ Striker បាទតែដែលនៅតែចង់ mention ជាមួយនឹង Striker តែ Striker នៅក្នុង game នេះឱកាសរបស់គាត់ដែលវាយតែការ late game គឺមានហើយឥឡូវចូលមើលថាគាត់ពាក់ damage shot អត់ខ្ញុំគាត់ពាក់ damage shot ហ្មងទៅបាទ CH bot ជាទីបន្ទាប់កាត់ឡើងឈាមអ្នកនៅមកជាពិសេសគឺ nuke damage បន្ថែមហ្នឹងគឺទិញលុតលេខធំក៏បានក៏មាន Malphite កាន់ទៅលេខធំក៏បានទិញMalphite កាន់ក៏បានវាបូករែងបាញ់ណាហើយក៏វាជួយវាយឈឺក៏ដូចជាជាមួយនឹងដក defense បាន 30% មើលបើខ្ញុំអាចនឹងសម្រាប់ការ recommend ណា Hacklo ព្រោះដោយសារតែគេដឹងតែពាក់ plate មួយអញ្ចឹងការវាយចុះឡើង spam skill ទៅលើ high loss បើសិនជាឡើង ultimate អត់រួចទេមិនត្រូវultimate គាត់គិតថាដាច់ហ៎អរេដល់បានហើយអត់ទេចង់និយាយទេបើគាត់លេង Hacklo វាអាចល្អមួយយ៉ាងនៅពេលដែលគេពាក់ plate មួយទៅចិនឈាមខ្លាចឡងមែនចុះ spam វាយលឿនបើសិនជាវាយឈាមអូខ្លាចដាច់មែនមុននឹងតែខ្លាចឡងអត់អីអត់ខ្លាចឡងអីចង់និយាយខ្លាចព្រោះ spam ឡង spam វាលឿនមានឡើងឈាមបាទមានឡើងឈាមយើងអាចនិយាយថាបានវាទទួលរងជាមួយដើម្បីចេញពីគេមកខ្លះដូចគ្នាបាទហ្នឹងហើយនិយាយទៅធ្វើម៉េចពាក់ដក defense គេអស់ហ្មងទៅហ្នឹងហើយណា Malphite កាន់នឹងមានដក 30% ដែរ Seal Halberd Malphite កាន់ទៅវាយបានឆ្ងាយបាទតែបើថាចង់ដកអស់ពាក់ Malphite រមកតាត់អី complete បានពាក់មួយជើងនេះពាក់បានមួយចំណេញនេះវាចំណេញ slot មួយប្លោះបាទចុះខ្ញុំមកត្រានេះ late game យកតែមែនតែបើសិនគេធ្វើបាបអ្នក front line ជីវិត2 win the crown ហើយ immune skill របស់ស៊ូយូទៀតហើយបើគេធ្វើបាបក៏វាយឡើង ulti អា rank វ៉ាន់វាយមក ulti មិនវាយហ្នឹងបាទគាត់យើងឡើង ulti នោះគឺ flick ប៉ាំងផតដៃធ្លាក់បាត់ដៃវិញតែនិយាយអី hero នឹងខ្លាំង basic attack បាទខ្លាំង basic attack បើយើងមើលមែនតើ ulti វាសម្បូរចំណុចខ្សោយប៉ុន្តែវាខ្លាំង basic attack ហ្នឹងចូលលោតគប់ណាចឹងអាចនឹង blame យកវានៅ nature មួយទៅកន្លង Musker គេ make play បានអញ្ចឹងហ្នឹងហើយប៉ុន្តែ ហ្នឹងគឺស្ថិតនៅក្នុងប្រភេទ ដែលមាននិស័យយក skill ទី2ចុចកាត់តជាមួយនឹង stand របស់ Selena បាទព្រោះបើសិនជាយើងយកដែលពឹង purify គឺdown យូរតែ skill ទី2នេះគឺ down លឿនអាចលេងមួយ Selena បានបាទចាឥឡូវខ្ញុំឲ្យប៉មក្រមអូហ្នឹងហើយអត់ទេអូទៅហើយបានហើយប៉មក្រមបានហើយ recall ទៅហ្នឹងបណ្ដាយជាមួយ T1 នៅខាងផ្លូវ top lane អានេះមានការគ្រៀបក្របដណ្ដប់ជាមួយនឹងការយកបានហើយបណ្ដាយជាមួយនឹង Darius ទៅមិនទាន់ទេអូវាយឆ្ងាយមកហ្នឹងហ្នឹងហើយចាញ់មកបាទបងឲ្យសុំឲ្យ team មួយមកចុះមានអារម្មណ៍គាត់ពាក់រំលងជាមួយនឹងGolden Staff ព្រោះមានអារម្មណ៍ថាគាត់តើមានលុយដល់ទៅ4ឲ្យ team ឯងគាត់តែមាន3ឯងតាមពិតទៅចេះបើសិនជាគាត់ចូលគាត់សង្ស័យដៅខ្មៅណាវាយឆ្ងាយមិញហ្នឹងហើយគាត់យក Golden Staff វាយដក defense មិនកាត់ដល់ចេញ Malphite Gun សិនចេញ Malphite Gun ដើម្បីវាយឲ្យលោះមុនយកហ្មងព្រោះសារតែ game នេះខ្ញុំគិតថាគាត់អត់ចង់ឲ្យលេងទៅដល់ late game ពេកតែ Golden Staff វាមាន passive មួយគឺយកអា passive នៃវាយដៃរបស់យើងគាត់នឹង3ដងចឹងបើសិនជាវាលោតអា passive ដៅខ្មៅដែលដកជាង high loss 8% គឺដក 24% បាទចឹងអាហ្នឹងស្រួលវាយ high loss ណាហ្នឹងពេលសាប់ហ្នឹងលោតអាហ្នឹងមក high loss ឆាប់មកត្រូវបាទអូអត់ដឹងណាឥឡូវយើងមើលមកធីមគាត់ពាក់តាមតាណាកូនតែពេញ6ប្លោះទេតែគាត់ទៅមួយស្មើនៅខាងលើមួយស្មើនៅខាងលើបាក់ហើយជាមួយនឹង game នេះ strike call មិនហ៊ានវាយជាមួយទេក៏ដូចជាកន្លែងនេះជាមួយការតែយកលត់ទៅតំណអានេះមានបញ្ហាដែរទេជាមួយការគប់អាទីមកទាន់ពេលវេលាជាមួយនឹងការ retrieve សិនបានលើជាមួយនឹង transfer party គឺនឹងការយកចាំជាមួយការក្រាក់ទេវាយជាមួយនឹង Summit តែមានបញ្ហាជាមួយការសាប់យកពីសាកេធ្វើការតែយកទៅតំណតុបក្រោមតុបកណ្ដាលតុបផ្លូវណាគេបុកមកលឿនបំផុតយ៉ារីទៅចូលពជាពេលកុំឲ្យដាច់ទៀតព្រោះបានឡតអានេះមានឡតដល់ពជាពេលបាន10វិនាទីឡត respawn មកគេបានតនេះបាទចាឥឡូវភ្លាមជាមួយនឹង San Francisco ធ្វើការបើកមុខឬក៏យ៉ាងណាជាមួយនឹងការបាក់មក passive ទៅលើ Darius អាចមានបញ្ហាជាមួយនឹងការម៉ាត់ទៅ200ក៏ដូចជាឡើងជាមួយ T3 នៅខាងផ្លូវមានការយកបានប៉ុន្តែជាមួយនឹងការម៉ាត់យកតាមដល់ជាមួយនឹង Sake ពីមិនទៅឡតជ័យជំនះ game ទី3ក៏បានទៅលើឡតឆា Gaming ស្វាគមន៍ជាមួយនឹងកៅអី Grand Final 404គឺជាក្លឹប e-sport មួយដែល